នៅក្នុងតំបន់ព្រំដែនដែលរងផលប៉ះពាល់វិលត្រឡប់ទៅផ្ទះសម្បែងនិងប្រកបជីវភាពរស់នៅជាធម្មតារបស់ពួកគេវិញក្នុងពេលឆាប់បំផុតដោយគ្មានការរារាំងនិងដោយសុវត្ថិភាពនិងសេចក្តីថ្លៃថ្នូរនៅក្នុងតំបន់រដ្ឋាភិបាលសូមធ្វើបច្ចុប្បន្នភាពព័ត៌មានមួយចំនួនពាក់ព័ន្ធទៅនឹងជនភៀសសិទ្ធចែកជូនដល់ជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសជ្រាបបាទគិតត្រឹមល្ងាចថ្ងៃម្សិលមិញមានពលរដ្ឋភៀសសិទ្ធប្រមាណជាង47,000 នាក់ហើយដែលបានវិលត្រឡប់ទៅលំនៅឋានវិញក្នុងចំណោមជនភៀសសិទ្ធសរុប64,000 នាក់ជាងដូច្នេះចំនួនពលរដ្ឋភៀសសិទ្ធដែលបន្តស្នាក់នៅក្នុងជំរំមានបានថយចុះត្រឹមជាង17,000 នាក់ប៉ុណ្ណោះហើយអាជ្ញាធរកំពុងតែសម្របសម្រួលដើម្បីឲ្យពួកគេបានវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញជាបន្តបន្ទាប់ក្រោមការយកចិត្តទុកដាក់ទាំងជីវភាពទាំងសុវត្ថិភាពហើយនិងសុខុមាលភាពរបស់បងប្អូនជនភៀសសិទ្ធទាំងនោះចំណែកសាលារៀន975កន្លែងក្នុងខេត្ត4គឺព្រះវិហារឧត្តរមានជ័យបន្ទាយមានជ័យនិងពោធិ៍សាត់បានបើកដំណើរការឡើងវិញខណៈដែលសាលារៀន116កន្លែងផ្សេងទៀតនៅបន្តបិទទ្វារនៅឡើយក្រៅពីនោះមន្ទីរពេទ្យមណ្ឌលសុខភាពស្ថាប័នផ្ដល់សេវាសាធារណៈជាច្រើនក៏បានបើកដំណើរការឡើងវិញសូមបញ្ជាក់ជូនថាការវិលត្រឡប់របស់ជនភៀសសិទ្ធមានចែងក្នុងចំណុច4នៃសេចក្តីប្រកាសរួមដែលមានសេចក្តីថាភាគីទាំងពីរឯកភាពអនុញ្ញាតឲ្យជនស៊ីវិលនៅក្នុងតំបន់ព្រំដែនដែលរងផលប៉ះពាល់វិលត្រឡប់ទៅផ្ទះសម្បែងនិងប្រកបជីវភាពរស់នៅជាធម្មតារបស់ពួកគេវិញក្នុងពេលឆាប់បំផុតដោយគ្មានការរារាំងនិងដោយសុវត្ថិភាពនិងសេចក្តីថ្លៃថ្នូរនៅក្នុងតំបន់ដែលខ្លួនរស់នៅរៀងខ្លួនទោះជាយ៉ាងនេះក៏ដោយមានជនភៀសសិទ្ធជាច្រើនមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាននៅឡើយទេដោយសារតែការរក្សាបន្តវត្តមានយោធាព្រមទាំងសកម្មភាពដែលបង្កផលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនិងដែលធ្វើឲ្យប៉ះពាល់ដល់ការវិលត្រឡប់របស់ជនភៀសសិទ្ធទៅចូលទៅក្នុងតំបន់ទាំងនោះវិញសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាបានតែងតាំងសមាជិកក្រុមការងារចំពោះកិច្ចមួយកាលពីថ្ងៃទី23ខែធ្នូឆ្នាំ2025ដែលមានភារកិច្ចរៀបចំនិងគ្រប់គ្រងការស្ដារជីវភាពនិងហេដ្ឋារចនាសម្ព័ន្ធខូចខាតដោយសារតែគ្រាប់បែករបស់ថៃនេះសបញ្ជាក់ពីការយកចិត្តទុកដាក់គ្រប់ជ្រុងជ្រោយរបស់រាជរដ្ឋាភិបាលនៅក្នុងការដោះស្រាយរាល់បញ្ហាដែលប្រជាពលរដ្ឋយើងប្រឈមមុខជួបប្រទះបច្ចុប្បន្នក្រុមការងារចំពោះកិច្ចកំពុងតែចុះពិនិត្យមើលស្ថានភាពជាក់ស្ដែងនៅតាមបណ្ដាខេត្តជាប់ព្រំដែនដែលរងផលប៉ះពាល់ដើម្បីវិតម្លៃអំពីការខូចខាតហេដ្ឋារចនាសម្ព័ន្ធស៊ីវិលក៏ដូចជាផលប៉ះពាល់ទៅលើជីវភាពប្រជាពលរដ្ឋដើម្បីរាជរដ្ឋាភិបាលចាត់វិធានការដោះស្រាយទន្ទឹមនឹងនេះក្រុមអ្នកសង្កេតការអាស៊ាន AOT ក៏បានចុះទៅពិនិត្យវិតម្លៃការខូចខាតនៅក្នុងតំបន់រងគ្រោះទាំងនោះផងដែរគួររំលឹកជូនដែរថានៅក្នុងសារផ្ញើជូនវីរៈកងទ័ពវីរៈកងនគរបាលជាតិនិងប្រជាពលរដ្ឋកាលពីថ្ងៃ29ធ្នូ2025សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាបានណែនាំដល់ក្រសួងការពារជាតិក្រសួងមហាផ្ទៃនិងក្រសួងស្ថាប័នពាក់ព័ន្ធផ្សេងទៀតឲ្យចាត់ចែងកំណត់ទីតាំងដែលមានសុវត្ថិភាពគ្រប់គ្រាន់និងរៀបចំការសម្របសម្រួលដើម្បីឲ្យបងប្អូនភៀសសិទ្ធរបស់យើងអាចវិលត្រឡប់ទៅកាន់គណៈឋានវិញឲ្យបានឆាប់បំផុតតាមដែលអាចធ្វើបានចំពោះតំបន់ដែលមិនទាន់មានអំណោយផលដល់ការវិលត្រឡប់ដោយសុវត្ថិភាពរាជរដ្ឋាភិបាលនឹងស្វែងរកដំណោះស្រាយចំពោះមុខសម្រាប់ការរស់នៅរបស់បងប្អូនយើងនៅក្នុងតំបន់នោះគួរកត់សម្គាល់ដែរថាប្រជាពលរដ្ឋភៀសសិទ្ធបានទទួលការយកចិត្តទុកដាក់យ៉ាងខ្លាំងពីអាជ្ញាធរដែនដីនិងក្រុមការងារពាក់ព័ន្ធដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងនោះក្រសួងសុខាភិបាលក៏បានដាក់ភ្នាក់ងារសុខាភិបាលជាប្រចាំនៅនឹងកន្លែងដើម្បីត្រួតពិនិត្យសុខភាពនិងព្យាបាលជំងឺពួកគេដោយផ្ទាល់និងត្រៀមបញ្ជូនទៅមន្ទីរពេទ្យក្នុងករណីចាំបាច់ខណៈដែលសប្បុរសជននានាក៏បានចូលរួមយ៉ាងសស្រាក់សស្រាំដើម្បីជួយដល់បងប្អូនយើងជនភៀសសិទ្ធជាឱកាសនេះរាជរដ្ឋាភិបាលសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងឡាយដែលបានចំណាយកម្លាំងកាយចិត្តនិងបរិច្ចាគធនធានផ្ទាល់ខ្លួនដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការជួយសម្រាលការលំបាករបស់បងប្អូនជនភៀសសិទ្ធស្មារតីមហាសាមគ្គីខ្មែរជួយខ្មែរតែងតែផុសឡើងគ្រប់ពេលវេលាពិសេសក្នុងកលៈទេសៈដ៏លំបាក
សូមបងប្អូនជនរួមជាតិនិងសប្បុរសជនគ្រប់ទិសទីបន្តសកម្មភាពសប្បុរសធម៌នេះតទៅទៀតដើម្បីបង្ហាញពីប្រពៃណីសាមគ្គីជួយគ្នាក្នុងគ្រាលំបាកដែលជាកម្លាំងស្នូលនៃសង្គមខ្មែរការវិលត្រឡប់របស់ជនភៀសសឹកជាបន្តបន្ទាប់នៅពេលនេះគឺជាលទ្ធផលមួយក្នុងចំណោមលទ្ធផលសំខាន់ដែលបានកើតឡើងចេញពីសេចក្តីប្រកាសរួមថ្ងៃ27ខែធ្នូឆ្នាំ2025បន្ទាប់ពីការអនុវត្តបទឈប់បាញ់ដែលចូលជាធរមានកាលពីវេលាម៉ោង12ថ្ងៃត្រង់ថ្ងៃទី27ខែធ្នូឆ្នាំ2025និងការដោះលែងយោធិនកម្ពុជា18រូបកាលពីថ្ងៃទី31ធ្នូឆ្នាំ2025ដែលយើងទន្ទឹងរង់ចាំអស់រយៈពេល155ថ្ងៃលទ្ធផលជាវិជ្ជមានទាំងនេះកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលជាពិសេសថ្នាក់ដឹកនាំនៃយើងដែលមានសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានិងសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាតាមរយៈនយោបាយការទូតដ៏សកម្មបង្កើតឲ្យមានបទឈប់បាញ់ហើយងាកទៅរកការចរចាតាមផ្លូវការទូតនិងច្បាប់អន្តរជាតិវិញក្រោមការជួយជ្រោមជ្រែងពីភាគីអន្តរជាតិអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាសូមបញ្ជាក់ជូនសារជាថ្មីថាក្នុងនាមជាប្រទេសដែលស្រឡាញ់សន្តិភាពកម្ពុជាគោរពនិងអនុវត្តយ៉ាងម៉ឺងម៉ាត់និងស្មោះត្រង់បំផុតនៅបទឈប់បាញ់ក៏ដូចជាស្មារតីនៃសេចក្តីប្រកាសរួមថ្ងៃ27ខែធ្នូឆ្នាំ2025រួមទាំងកិច្ចព្រមព្រៀងដែលបានធ្វើកាលពីពេលកន្លងមកកម្ពុជាប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជាថៃដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិនសៀមដោយគោរពគោលការណ៍ច្បាប់អន្តរជាតិគោលការណ៍ខ្សែព្រំដែនមិនកែប្រែគោរពអនុសញ្ញាសន្ធិសញ្ញាបារាំងសៀមផែនទីនិងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិនសៀមព្រមទាំងកិច្ចព្រមព្រៀងនិងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមកកម្ពុជាមិនទទួលស្គាល់នៅការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយសម្ដេច Excellency ladies and gentlemen good morning The spokesperson for the Royal Government of Cambodia would like to re-emphasize that Cambodia, as a peace-loving country, is always committed to respecting and implementing with good faith the ceasefire and to resolving the border issue by peaceful means in accordance with international law and the spirit of the joint statement dated December 27, 2025, as well as the spirit of the previous agreements. Cambodia maintains a firm position in safeguarding the Cambodia-Thailand international boundary as inherited from the Commission of Delimitation of the boundary between Indochina and Siam in full respect of the international law principle, the principle of intangibility of frontier, duty possidetis juris. The Franco-Siamese Convention and Treaty, the map and the procès-verbal of the Commission of the Abandonment of Boundary between Indochina and Siam, as well as the all relevant agreements and documents mutually agreed upon by both parties. Cambodia will not recognize any alteration of the boundary line resulting from the use of force. Thank you for your attention. បាទកម្មវិធីយើងដល់ពីបញ្ចប់តែប៉ុណ្ណេះខ្ញុំបាទសូមគោរពលាសូមអរគុណ